ជំរាបសួរបងប្អូនខ្ញុំដូរ battery CHR ហើយបងប្អូនត្រូវការអ្វីខ្លះសូមតាមដានដូចតទៅបងប្អូនហើយបងប្អូនត្រូវការឧបករណ៍អ្វីខ្លះដើម្បីដោះចេញយក battery ចេញពី Toyota CHR បើកកម្របវា open the hood ដំបូងយើងលូកដៃស្ទាបនៅខាងក្រោមកម្របបងប្អូននឹងប៉ះបន្ទះស្ដែកមួយហើយបងប្អូនលូកដៃចូលខាងក្រោមបន្ទះស្ដែកហ្នឹងលើកវាឡើងលើនោះហើយជាកន្លឹះដោះរួចលើកដំបូងប៉ះហើយយើងលើកឡើងលើនេះលើវានេះយើងលើកឡើងលើចាព្រោះនេះមានកលៈវានៅទីនេះកាលណាយើងលើកឡើងលើវាផុតចាហើយដែកចន្ទុលកម្របបងប្អូនរុញវាទៅមុខចាំលើកឡើងយកវាទៅទល់កម្របយើងហើយបងប្អូនត្រូវការប្រដាប់ដោះវាគឺអានេះ10 millimeters 10 millimeters 10 millimeter គឺ12 millimeter 12 millimeter 12 millimeter សម្រាប់ដោះ12 millimeter សម្រាប់ដោះបាឡុងទប់អាគុយ12 millimeter for removing the battery holder bracket bolt ហើយ10 millimeter សម្រាប់ដោះខ្ចៅខ្សែអាគុយ10 millimeter for unscrewing the battery cable ដោះខ្ចៅខាងនេះដោះខ្ចៅខាងនេះដោះខ្ចៅខាងនេះ10ហើយបងប្អូនត្រូវការគឺប៉ុណ្ណឹងឯងហើយនេះសម្បត្តិបាតេរីខ្ញុំទិញថ្មីអូខេនេះគឺ3ឆ្នាំគេការ៉ង់ទី3ឆ្នាំ 3 year warranty សូមចេញតាមដាន The new battery has 3 years warranty ហើយបងប្អូនត្រូវការប្រដាប់ការពារគឺមានស្រោមដៃវ៉ែនតាហើយនិង mask នេះគឺដោះលើកចេញហើយនេះវាមានកលឹះវានេះមួយបងប្អូនអស់លើកមានកលឹះនេះមួយលើកទៅក្រោយខ្ញុំទៅយកប្រដាប់ដោះលេខ10សម្រាប់មកដោះបាតេរីហើយពេលបងប្អូនដោះកុំឲ្យដោះដូចខ្ញុំអញ្ចឹងកុំឲ្យដោះខាងភ្លើងមុនត្រូវដោះខាងខ្សែដីហើយចាំទៅដោះខាងភ្លើងដោយចន្លោះចង្អៀតតូចពេកហើយខ្ញុំពិបាកដោះនៅខ្ចៅបាតេរីខ្ញុំក៏សម្រេចចិត្តថារើកម្របខាងលើចេញដើម្បីឲ្យវាទលាយពេលដែលខ្ញុំដោះប្រដាប់ដោះខ្ញុំប៉ះនឹងម៉ាស៊ីនវាបែកផ្កាភ្លើង When you remove the car battery cable start with negative cable and then positive cable ម៉ាស៊ីននេះវាមានប្រដាប់ដោះអានេះដោះវាចេញនេះមានលឹះវាវាចាំមកនេះនៅជាប់យើងដោះនេះស្កតវាទីវាចេញអត់ទីចេញI took out the top cover I needed more space to work with នេះដោយសារតែខ្ញុំដោះកម្របនឹងចេញពីព្រោះប្រដាប់ដោះខ្ចៅអាគុយឡានហ្នឹងវាវែងពេកម្ល៉េះហើយបានជាខ្ញុំដោះកម្របទៅចេញកុំឲ្យវាទៅហើយដូចបងប្អូនបានឃើញស្រាប់ខ្ញុំអាចលូកដៃចូលបានយ៉ាងស្រួល The reason I removed the cover was because my 10mm socket was too long to fit into the battery component to remove it
And now as you can see I can fit my hand into the spot and remove the battery cable អាគុយនៅល្អដែរប៉ុន្តែពេលខ្ញុំសាកភ្លើងអាគុយមិនកាន់ល្អខ្ញុំទុកឡានចោលពីថ្ងៃអាគុយនឹងអស់ហើយទឹកទៅឆេះឡានមិនឆេះទេហើយបើសិនជាយើងបើកឡាននឹងងាប់តាមផ្លូវនោះមិនមែនជាមូលហេតុមកពី battery ទេគឺមកពី alternator ព្រោះ alternator ហ្នឹងវាមិនផ្ដល់ឲ្យអាគុយទើបបានអាគុយនឹងអស់នោះមកពីមូលហេតុផ្សេងទៀតទេហើយឬក៏សាំងមិនផ្ដល់ឲ្យមិនមែនអស់ភ្លើងក៏មិននឹងដូច្នេះយើងត្រូវមើលកន្លែងផ្សេងទៀតថាតើមកមូលហេតុអីមុននឹងយើងជួសជុលវាឥឡូវនេះខ្ញុំសម្រេចចិត្តយកគម្របហើយគម្របម៉ាស៊ីនហ្នឹងមានបង្គោល4បងប្អូនហើយមានកៅស៊ូតំណកៅស៊ូខាងក្រោមអត់មានខ្ចៅទេបងប្អូនលើកឡើងមកផុតហើយស្រួលទេมันពិបាកទេនេះជាគម្របហើយទុកដៃពីក្រោមអញ្ចឹងបងប្អូនគ្រាន់តែទាញវាឡើងមកវាចេញមកហើយអត់មានខ្ចៅទេដោះគម្របនេះចេញមកដោះគម្របនេះចេញក៏លើកវាដូចមិញលើកវាឡើងអញ្ចឹងមកសាវាទៅពេកដូច្នេះពេលដែលខ្ញុំយកគម្របនឹងចេញមានប្លុតធំអាចដាក់10មីលីម៉ែត្រប្រដាប់ដោះខ្ចៅអាគុយនឹងចេញវាចូលស្រួលហើយអត់ទើសទេធ្វើឲ្យខ្ញុំស្រួលធ្វើការហើយមិនបាច់ដកអស់ទេបងប្អូនហើយលើកគេលើកវាឡើងនេះនៅក្តៅឆ្នេះនេះដាក់វាស្រួលមកប៉ះគ្នាហើយខ្សែអាគុយពេលដោះចេញដាក់ឲ្យស្រួលខ្លាចវាឆ្លងភ្លើងបងប្អូនកុំឲ្យប៉ះដែរនេះគឺសម្រាប់ដោយសារនេះគឺបាតេរីនេះកន្លែងទុកបាតេរី holder បងប្អូនបាតេរីកន្លែងទុកបាតេរីដើម្បីកុំឲ្យវាអង្គើយើងតោះនឹងចេញដាក់នេះស្រួលសំខាន់នេះចេញថ្ងៃមុនខ្ញុំ clean ឥឡូវសម្អាតឥឡូវចេញcorrosion ចេញជាតិសនឹងទៀតហើយចេញទៀតនេះហើយប្រដាប់ទុកបាតេរីទៅមានទំហំ12មីលីម៉ែត្របងប្អូននេះជាកំហុសរបស់ខ្ញុំមួយដោះយកខ្ចៅចេញគឺតាមពិតកុំឲ្យដោះយកខ្ចៅចេញគ្រាន់តែបន្ធូរបានហើយទុកវានឹងចេញផុតហើយយកវាចេញទុកវាស្រួលបងប្អូនខ្លាចបាត់ហើយទាញឡើងដោយសារប្រឡោះនោះវាត្រង់ជ្រៅបន្តិចហើយខ្ញុំមិនអាចលូកដៃចូលបានខ្ញុំក៏យកតកាប់មុខវែងហ្នឹងទៅចាប់ដកនៅប្រដាប់ទប់បាតេរីនៅខាងក្រោមចាប់វាចេញវានៅអញ្ចឹងតាមពិតទៅគេធ្វើដែកលយវែងមកលើសម្រាប់ឲ្យយើងចាប់ដកប៉ុន្តែខ្ញុំរាវផុតរត់ឃើញហើយបានជាខ្ញុំយកតកាប់មុខវែងយកទៅចាប់ដកចេញឥឡូវនេះខ្ញុំចាប់តាមយកអាគុយចេញបាតេរីនេះបាតេរីតាំងពីទិញឡានមកអាយុវា6ឆ្នាំហើយ5-6ឆ្នាំដូច្នេះវាល្មមដល់ពេលកំណត់វាឥឡូវខ្ញុំដាក់ចូលទៅវិញគឺក្រហមទៅកណ្ដោះនេះក្រហមនៅខាងនេះហើយក្រាននៅខាងនេះដូចគ្នាទំហំវាប៉ុនគ្នាដាក់ចូលទៅវិញ
នេះក៏តិចនេះខ្ញុំសម្អាតវាចេញខ្ញុំមានប្រដាប់ខ្លុំបងប្អូនពាក់ម៉ាស់បងប្អូនពាក់ប្រដាប់ទប់ច្រមុះខ្លាចចូលភ្នែកចូលឲ្យពាក់វ៉ែនតាពីហើយនេះជាទម្លាប់របស់ខ្ញុំចូលចិត្តជួសជុលម៉ាស៊ីនចូលចិត្តធ្វើការខាងក្រៅមិនពីបន្ទូលដូចថាសួនច្បារអីកំដៅទៅអត់គ្រប់ហើយធ្វើការសួនច្បារនៅជុំវិញផ្ទះផងដែរហើយការងារទាំងនេះក៏អាចជួយក្រុមគ្រួសារម្ដងមកកាលបានដែរបងប្អូនហើយកិច្ចការទាំងនេះខ្ញុំចេះមកពីជួសជុលគ្រឿងម៉ាស៊ីនធំជាមួយនឹងក្រុមហ៊ុនអមេរិកតែខ្ញុំធ្លាប់ធ្វើការជាមួយពួកគាត់បងប្អូនឃើញអ្វីដែលខ្ញុំកាន់នៅខាងស្នាមដៃខ្ញុំនោះជាខ្សែpositive ឬក៏ខ្មែរយើងហៅថាខ្សែអាគុយវិជ្ជមានធម្មតាខ្សែនេះពណ៌ក្រហមហើយនៅលើអាគុយមានសញ្ញាលេខបូកដូច្នេះយើងត្រូវកត់សម្គាល់ពេលយើងដាក់ចូលជាមួយនឹងអាគុយមានសញ្ញាលេខបូកហើយខ្សែខ្មៅគឺសញ្ញាលេខ0ដែលមាននៅលើអាគុយឬខ្មែរយើងថាខ្សែអវិជ្ជមានភាសាអង់គ្លេសគេហៅថា negative wire ហើយវាក៏មាន worship ការពារអាគុយនៅខាងលើនឹងដូចជាខ្ញុំត្រូវប្រយ័ត្នដែលភាសាអង់គ្លេសគេហៅថា battery fuse ស្អាតទៅខាងក្នុងផ្លុំចឹងក៏ស្អាត It look very clean after I blow ដោយសារខ្ញុំដូរពីព្រោះអីកាលមុនបងប្អូនចាំនេះខ្ញុំសម្អាតទៅលើនេះសម្អាតទៅលើនេះហើយដល់បាត់រីហ្នឹងវាអត់កាន់ល្អបានខ្ញុំដឹងថាបាត់រីហ្នឹងខូចព្រោះអាយុកាលវា5ឆ្នាំ6ឆ្នាំហើយកាលណាអាគុយវាមិនកាន់យើងទុកឡានចោលបាត់រីគឺអស់យើងមិនចេះឡានមិនចេះទេហើយបើសិនជាបាត់រីហ្នឹងរត់ទៅលើផ្លូវរត់ទៅអស់អាហ្នឹងបងប្អូនដូរនេះគេហៅ alternator ដូរនេះព្រោះនេះវាខូចដូច្នេះនេះអត់ខូចទេវានៅបញ្ចូលភ្លើងទៅបាតរីដោយសារតែបាតរីខ្ញុំហ្នឹងវាអាយុកាលយូរឆ្នាំវាល្មមទៅហើយ5 6ឆ្នាំទេនេះអញ្ចឹងមកខ្ញុំដឹងថាបាតរីនឹងខូចព្រោះបាតរីនឹងវាឈប់កាន់ភ្លើងដូច្នេះបងប្អូនបាតរីសម្រាប់ទុកបាតរីនេះគឺកុំឲ្យដោះចេញទាំងអស់ដោះវាបធូរអញ្ចឹងបន្តិចទៅបានហើយព្រោះខ្ញុំមិញធ្លាក់ខ្ចៅចូលទៅក្រោមហើយខ្ញុំត្រូវដោះនេះទាំងអស់បំរុងខ្យល់ការពារទលីនេះបងប្អូនយកវាចេញទៅបានអាចយកខ្ចៅដែលជ្រុះនឹងបានហើយតម្រង់ខ្យល់ការពារដីហ្នឹងជនជាតិអាមេរិកគេហៅថា air filter ហើយពេលបងប្អូនដាក់បាក់តេរីចូលសោកពីខាងឆ្វេងមកខាងស្ដាំហើយបងប្អូនកាន់កន្លែងកាច់ជ្រុងនោះទេពេលសោកបាក់តេរីមកវាត្រង់នៅលើកាច់ជ្រុងខាងលើបាក់តេរីហ្នឹងបណ្ដោយឥឡូវនេះខ្ញុំកំពុងដាក់ប្រអប់តម្រង់ខ្យល់ចូលទៅវិញគឺនេះជាប្រអប់មួយរាង4ជ្រុងទៅវិញដាក់ហ្នឹងហើយទើបអាចយើងដាក់ចូលតម្រង់ខ្យល់ចូលបានហើយនៅខាងមុខដែលខ្ញុំកំពុងកាន់គឺជាបំពង់សម្រាប់ប្លង់ខ្យល់ត្រជាក់ចូលទៅក្នុងម៉ាស៊ីនហើយនេះតម្រង់ខ្យល់ណាការពារធូលីកុំឲ្យចូលទៅក្នុងម៉ាស៊ីនតែប៉ុណ្ណោះបងប្អូនហើយនេះមានខ្សៅពីរបើចង់យកប្រអប់នឹងចេញលុះត្រាតែដកខ្សៅនឹងចេញបងប្អូនដកវាចេញហើយធ្វើប្រយ័ត្នបងប្អូនហើយនេះជាមេរៀនបងប្អូននេះវាបងប្អូនដោះដោយខ្ញុំថាកុំឲ្យដោះវាចេញមកក៏ដោះវាទៅព្រោះអានេះវាប្រដាប់គឺនៅទៅនេះតាមរុនទៀតទៅខាងក្រៅ
នេះដៃនេះដៃនេះមើលឃើញដៃនេះពេលយើងគ្រាន់តែដោះវាធូរហើយយើងគ្រាន់តែគៀកវាមកយើងយកទៅយើងរុញវាទៅកណ្ដោះទៅលើកបានបាត់រីណាគេធ្វើឲ្យស្រួលប៉ុន្តែបើយើងមិនចេះដោះនឹងខ្ចៅអស់ដូចខ្ញុំនេះគឺធ្លាក់ទៅវាតាមពិតប្រចេះដោះស្រួលតែមកមិនស្រួលមិនយ៉ាប់ទេមកពីយើងមិនយល់ពីការងារទៅបានយ៉ាប់ឥឡូវនេះបន្ទាប់ពីខ្ញុំដាក់គុយចូលរួចហើយខ្ញុំចាប់ផ្ដើមដាក់ចូលប្រអប់តម្រង់ខ្យល់ចូលកំពុងមួយខ្សែបងប្អូនដូចខ្ញុំនឹងដាក់ក្រោយគេបងអស់ខ្ញុំបង្ហាញបាត់រីសិន Now I need to finish install battery first and then finish air filter last Ini main clip ya orang tidak makan. Mampu ni je kenleh kemrop kebal bateriនៅខាងឆ្វេងកន្លឹះហ្នឹងពេលនេះយើងសកាត់វាចូលទៅវិញចឹងហើយបងប្អូនសកាត់វាចូលទៅហើយបងប្អូនពេលដោះគុយត្រូវដោះខ្សែអវិជ្ជមានមុនទើបបានទៅដោះខ្សែវិជ្ជមានហើយខ្សែអវិជ្ជមានមានសញ្ញាលេខ2នៅក្បាលអគុយខ្សែវិជ្ជមានមានសញ្ញាលេខបូកនៅលើក្បាលអគុយហើយពេលបងប្អូនចាប់ចូលខ្សែអគុយវិញត្រូវដាក់ខ្សែវិជ្ជមានមុនដែលមានសញ្ញាលេខបូកហើយក្រោយមកទើបយើងដាក់ខ្សែអវិជ្ជមានមានសញ្ញាលេខ2ការពារកុំឲ្យវាបែកផ្កាភ្លើងបណ្ដាលឲ្យឆេះបើសិនជាយើងមានផ្ទៃសាំងនៅឡានរបស់យើងហើយទោះបីយ៉ាងណាក្តីបងប្អូនចាប់ខ្សែអវិជ្ជមានចុងក្រោយកុំឲ្យគ្រឿងដាក់អគុយលើប៉ះនឹងតួដែកវាអាចបែកផ្កាភ្លើងហើយក៏វាអាចឆេះបានដោយចូលប្រុងប្រយ័ត្នបងប្អូនហើយពេលបងប្អូនចាប់អគុយបញ្ចូលកុំឲ្យមួលតឹងពេកបងប្អូនក្បាលខ្សែវាណាកុំឲ្យមួលតឹងហើយក្បាលខ្សែអគុយខ្ញុំនៅខាងអវិជ្ជមានឡើងជាតិសសនៅលើក្បាលអគុយទៀតខ្ញុំទឹមតែសម្អាតចុះប៉ុន្តែប្រហែលជាខ្ញុំសម្អាតមិនបានស្អាតទើបបានវាអាចឡើងមកទៀតព្រោះនៅការក្លៀតលោះខ្ចៅហ្នឹងខ្ញុំមិនបានដុសខាត់វាចេញឡើងជាតិគេសគេ corrosion នឹងជាតិសហ្នឹងវាឡើងបងប្អូនដូចជាត្រូវ clean វាចេញ clean វាចេញបងប្អូនមុនពេល clean ក្បាលអគុយណាសម្រាប់ក្បាលអគុយណាពាក់ស្នាមដៃការពារស្បែកយើងព្រោះវាមានជាតិអាស៊ីតបងប្អូនការពារស្បែកខ្លាចប៉ះពាល់ខ្ញុំ clean នៅប៉ុន្តែនៅប្រឡោះហ្នឹងមិនបានសម្អាតទេឡើងទៀតនៅបានតិចclean នេះបងប្អូនស្មាននេះទៅពាក់ស្នាមហើយជាតិអាស៊ីតបងប្អូនDW40 បងណានេះតិចនេះអត់មានប៉ុន្តែមានតិចតែវាចូលហើយនេះគឺជាខ្សែអវិជ្ជមានដែលអាមេរិកាំងហៅថាខ្សែ negative ដាក់ចុងក្រោយគេហើយពេលបងប្អូនដាក់ចូលរួចហើយសូមបើចង់បន្ថែមត្រូវដោះខាងខ្សែវិជ្ជមានណាត្រូវដោះខ្សែអវិជ្ជមានចេញបើមិនចឹងទេឆ្លងភ្លើងនេះឃើញទេបងប្អូននេះខ្ញុំប៉ះជៀសវាងការតូចคล้ายទៅជារឿងធំបងប្អូន
ឥឡូវខ្ញុំកំពុងដាក់កម្របអាគុយខាងខ្សែវិជ្ជមាននៅផ្នែកខាងឆ្វេងវិញហើយបន្តមកទៀតខ្ញុំដាក់កម្របខាងលើចូលវិញបងប្អូនកម្របដែលខ្ញុំដោះឲ្យងាយស្រួលដាក់ឧបករណ៍ដោះបាតរីចេញកុំឲ្យទើសដៃចូលហើយបន្តមកទៀតខ្ញុំដាក់ជ្រីឬខ្មែរយើងហៅថារឹមក៏មិនដឹងដែរសម្រាប់ធ្វើឲ្យល្អមើលនៅជាយកម្របដាក់ចូលវិញ Now putting the top cover back and also moldingចូលវិញហើយខ្ញុំដាក់ចូលវិញហើយវាពងទៅនេះមួយមានคลิปនេះសកាត់ឲ្យរុញទៅក្រោយហើយសូវនេះហើយទីមកវិញนี่มีคลิปอยู่ได้ด้านนี้ Yes so kanนี่มีคลิปอยู่ได้นี่นี่คลิปอยู่นะkanเลยสกอตเนี่ยso นั่นไงนี่คือ filter វាខ្ញុំ clean វាបងប្អូនពិសេសរត់នៅតាមដីតាមគេហៅដឹករត់ឬតាមផ្លូវដីប្រយ័ត្នទីអាហ្នឹងវាស្រូបដីខ្លាំងជាងសើសា clean វានេះគឺសំណាញ់របស់វាដាក់វាចូលចឹងមកហើយក្របវាទៅវិញអានេះ10 mm 10 mm ឧបករណ៍ប្រើមួយខ្ចៅបញ្ចូលហើយបងប្អូនតម្រង់ខ្យល់មានដីច្រើនពេកបណ្ដាលឲ្យឡានយើងរលត់តាមផ្លូវដែរណាបងប្អូនពេលខ្ញុំប្រើពាក្យថា clip ហ្នឹងជាកន្លឹះកាប់បងប្អូនកាប់វានឹងជាពាក្យដែលប្រើ clip នេះគឺជាភាសាអង់គ្លេសបងប្អូន clip នេះលើកវាឡើងមកលើមករុញទៅមុខហ្នឹងហើយសក់ឡានយើងវាឆេះអត់បងប្អូនពេលយើងរួចហើយយើងឆែកមើលលើម៉ាស៊ីនឧបករណ៍ប្រើប្រាស់ដែលយើងប្រើដោះអាគុយនឹងយកចេញវាអស់ខ្លាចយើងភ្លេចភ្លាំងអីយកចេញខ្លាចវាប៉ះពាល់ដល់ឡានរបស់យើងមុននឹងយើងទៅបញ្ឆេះឡានសាកមើលត្រូវពិនិត្យឲ្យបានច្បាស់លាស់បងប្អូននៅឧបករណ៍ខ្លាចយើងភ្លេចហ្នឹងហើយបងប្អូនឥឡូវខ្ញុំពិនិត្យមើលអស់ហើយគឺអត់មានអីទេយកចេញអស់ហើយឥឡូវនៅខ្ញុំទៅបញ្ឆេះឡានសាកឆេះមានភ្លើងហ្នឹងឆេះធម្មតាឥឡូវឡាននេះមានភ្លើងពេលខ្ញុំបើកទ្វារមកហើយឡានក៏ឆេះធម្មតាដែរដូច្នេះអ្វីៗខ្លាយទៅជាធម្មតាហើយសូមអរគុណដែលបងប្អូនតាមទស្សនាជូនពរបងប្អូនថាសនុកសុខសប្បាយជួបគ្នានៅគ្រាក្រោយទៀតហើយសងខឹមថាបងប្អូនវាប៉ុណ្ណឹងហើយដូចខ្ញុំចាប់យកបានខ្លះនៅអ្វីដែលខ្ញុំកំពុងធ្វើជូនបងប្អូនមើលហើយសូមអរគុណសូមជម្រាបលាត្រឹមនេះបងប្អូនសុខសប្បាយទាំងអស់គ្នា